ស្ដីសិស្សទាំងអស់គ្នាថ្ងៃលោកគ្រូយកវិញ្ញាសាមកទៀតហើយតកតងទៅនឹងសំណួរចម្លើយស្ដីពីអក្សរសិល្ប៍ខ្មែរសំណួរទី1គឺសួរថាតើដូចម្តេចដែលហៅថាអក្សរសិល្ប៍ទៀតយ៉ាងចម្លើយអក្សរសិល្ប៍គឺជាវិទ្យាសាស្ត្រដែលលើកយកបញ្ហាមនុស្សមកចោទនិងដោះស្រាយទៅតាមការពិតនៃសម័យកាលដែលគេរស់នៅដោយប្រើសិលវិធីទៀតនេះគឺជាអក្សរសិល្ប៍ទៀតសំណួរនេះអាចចេញទៀតណាឌីប្លូមគេសួរទៀតគេសួរយ៉ាងនេះគឺជាសំណួរទី1គឺអក្សរសិល្ប៍ទៀតយ៉ាងអក្សរសិល្ប៍ហ្នឹងគឺជាវិទ្យាសាស្ត្រទៀតណាជាវិទ្យាសាស្ត្រដែលប្រព្រឹត្តទៅតាមសម័យកាលសំណួរទី2គេសួរថាតើអក្សរសិល្ប៍ខ្មែរបែងចែកជាប្រមាណប្រភេទអ្វីខ្លះចឹងអក្សរសិល្ប៍ខ្មែរយើងបែងចែកជា3ប្រភេទទៀតមានអក្សរសិល្ប៍ប្រជាប្រិយអក្សរសិល្ប៍បុរាណនិងអក្សរសិល្ប៍ទំនើបនេះគឺជាអក្សរសិល្ប៍ខ្មែរយើងបែងចែកហើយបន្តទៀតគេសួរថាតើដូចម្តេចហៅថាអក្សរសិល្ប៍ប្រជាប្រិយទៀតយ៉ាងអក្សរសិល្ប៍ប្រជាប្រិយគឺជាអក្សរសិល្ប៍ទាំងឡាយណាដែលត្រូវបានប្រជាជននិយាយពីមាត់មួយទៅមាត់មួយពីភូមិស្រុកអីទៀតហើយសំណួរទី4គេសួរថាតើអក្សរសិល្ប៍ប្រជាប្រិយចែកចេញជាប្រមាណប្រភេទអ្វីខ្លះទៀតយ៉ាងអក្សរសិល្ប៍ប្រជាប្រិយចែកចេញជា3ទៀតមានដំណាលកថាប្រជាប្រិយពាក្យជួនប្រជាប្រិយនិងរបាំប្រជាប្រិយទៀតនេះគឺសុទ្ធតែជាសំណួរសំខាន់ណាទៀតណាដែលលោកគ្រូយកមកចែកប្រកេនទៀតហើយសំណួរទី5គេសួរថាតើដំណាលកថាប្រជាប្រិយមានអ្វីខ្លះទៀតយ៉ាងដំណាលកថាប្រជាប្រិយមានដូចជាទេវកថាព្រេងកថានិទានកថាទៀតយ៉ាងលោកគ្រូចែករំលែកប៉ុណ្ណេះសូមសិស្សមើលហើយអាចនិមន្តកត់ចំណាំយ៉ាងវីដេអូលោកគ្រូវាប៉ុណ្ណេះសូមជួយ Subscribe Channel របស់គ្រូផងដើម្បីបានវីដេអូថ្មីៗពីលោកគ្រូបើគេនពរគ្រប់អង្គរងជាប់គ្នាពេលខាងមុខនេះឌីប្លូមទៀតគេនពរសាធុទៀតណា